ចូលចេញទៅផ្សាយដំណឹងល្អពីព្រះត្រូវរួតរាំងចងចាំទ្រង់ជាព្រះរួចូលចេញទៅដោយទឹកចិត្តអំណរព្រះអង្គយើងល្អទ្រង់ជាព្រះបរិសុទ្ធចូលមានអំណរត្រេកអរជាមួយព្រះរួនាមទ្រង់ខ្ពស់លើអស់ទាំងនេះព្រះចេស្តាព្រះអង្គទ្រង់អស្ចារ្យព្រះបន្ទូលសន្យាទ្រង់មិនដែលប្រែប្រួលឡើយប្រាប់អ្នកស្ដាប់ព្រះយេស៊ូវស្រឡាញ់អ្នកប្រាប់អ្នកឆ្វេងព្រះយេស៊ូវស្រឡាញ់អ្នកប្រាប់អ្នកក្រោយព្រះអង្គគង់ជាមួយអ្នកប្រាប់អ្នកមុខជឿទ្រង់យើងបានសង្គ្រោះហាឡេលូយ៉ាទ្រង់គង់ជាមួយយើងហាឡេលូយ៉ាគង់ជាមួយយើងរាល់ថ្ងៃហាឡេលូយ៉ាទ្រង់គង់ជាមួយយើងគង់ជាមួយយើងដល់រាប់អបកល Good afternoon. អរគុណព្រះអង្គសូមជឿការផ្សងឡើងយើងខ្ញុំសាងកម្មតាមទាំងអស់គ្នា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
គុណព្រះអង្គសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដល់បងប្អូនទាំងអស់គ្នាដែលនៅទីនេះនិងបងប្អូនទាំងអស់ដែលនៅអនឡាញផងដែរដែលបានចូលរួមតែងតែចូលរួមថ្វាយបង្គំព្រះអង្គជាមួយគ្នាជារាល់ថ្ងៃអាទិត្យសូមព្រះអង្គប្រទានពរហើយសូមព្រះអង្គចម្រើននៅកម្លាំងសុខភាពនៅក្នុងឆ្នាំថ្មីសួស្តីឆ្នាំថ្មីម្ដងទៀតដល់ផុតខែមួយបានផុតជួយសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាហើយសូមឲ្យយើងបានដឹកចាំពីបងប្អូនដែលមាននៅតែមានជំងឺឈឺនៅតាមផ្ទះសូមឲ្យពួកយើងបានដឹកចាំយើងអរគុណដល់ព្រះអង្គនៅម្ហូបអាហារដែលព្រះអង្គប្រទានពរសម្រាប់យើងនៅថ្ងៃនេះដូចជាលោកគ្រូបានមានប្រសាសន៍យើងមានអំណរនឹងការចូលរួមម្ហូបអាហារជាមួយគ្នាសម្រាប់ឆ្នាំថ្មីផងដែរហើយនឹងអរគុណដល់បងប្អូនទាំងអស់ដែលបានមកដោះលាងសម្អាតនៅព្រះវិហាររបស់យើងសូមព្រះអង្គប្រទានពរដល់បងប្អូនទាំងអស់គ្នាដែលមានចំណែកក្នុងការងាររបស់អង្គទៅបីខ្ញុំដឹងរាប់រៀបឈ្មោះក៏មិនបានរាប់រៀបឈ្មោះខ្ញុំជឿថាបងប្អូនមានចំណែកក្នុងការបម្រើការងាររបស់ព្រះអង្គទាំងអស់គ្នាអរគុណព្រះអង្គសូមព្រះអង្គប្រទានពរហើយសូមព្រះអង្គសូមបងប្អូននៅតែដឹកចាំដល់ប្រទេសកម្ពុជាយើងផងដែរអធិដ្ឋានសម្រាប់ប្រទេសកម្ពុជាឲ្យបានសេរីភាពហើយនឹងការជាពិសេសឲ្យបងប្អូននៅបានសុខសាន្តនៅក្នុងប្រគុណរបស់ព្រះអង្គនៅកម្មវិធីនៅក្នុងព្រះវិហាររបស់យើងខ្ញុំសង្ឃឹមថាយើងនឹងដូចជានៅក្នុងនៅថ្ងៃអាទិត្យយើងតែងតែមកថ្វាយបង្គំនៅទីនេះហើយម៉ោង11យើងមាន Bible Study នៅតែបន្តដូចនេះបងប្អូនសូមមានឱកាសមករៀនទៅនឹងទូព្រះអង្គជារៀងរាល់ថ្ងៃអាទិត្យម៉ោង11យើងរៀន Bible Study ជាមួយគ្នាហើយថ្ងៃពហុយើងនឹងរៀននៅ Zoom នៅម៉ោង7សូមបងប្អូនចូលរួមដើម្បីសិក្សាពីព្រះបន្ទូលទ្រង់ពង្រឹងនៅសេចក្តីជំនឿសូមឲ្យសេចក្តីជំនឿយើងបាននៅជាប់នឹងព្រះបន្ទូលរបស់ព្រះដើម្បីឲ្យយើងបានអាចឈរមកមួននៅពេលព្យុះនៃជីវិតយើងបានបោកបោកបបាស់យើងឲ្យយើងបាននៅតែឈររឹងមាំបើសិនជាគ្មានគ្រឹះនៃព្រះបន្ទូលទ្រង់ដូចជាដើមឈើដែលមិនមានឫសបើគ្មានឫសបងប្អូនពេលខ្យល់ព្យុះមកដល់យើងនឹងរលំដូច្នេះហើយសូមបងប្អូនចូលរួមសិក្សាព្រះបន្ទូលព្រះអង្គជាកម្លាំងលើកទឹកចិត្តពង្រឹងសេចក្តីជំនឿដល់បងប្អូនហើយនឹងខ្ញុំហើយថ្ងៃសៅរ៍យើងនៅបន្តការអធិដ្ឋានចាំយាមនៅតែបន្តយើងឃើញថាព្រះធ្វើការអស្ចារ្យតាមរយៈការអធិដ្ឋានគឺអធិដ្ឋានជាខ្យល់ដង្ហើមនៃគ្រឹះបរិស័ទទាំងអស់គ្នាហើយយើងអធិដ្ឋានមិនមែនសម្រាប់តែសហគមន៍ព្រះវិហាររបស់យើងតែប៉ុណ្ណោះគឺសម្រាប់ពិភពលោកទាំងមូលផងដែរយើងអរគុណព្រះដែលយើងក្រុមអធិដ្ឋានយើងនៅតែបន្តអធិដ្ឋានអរគុណព្រះហើយនឹងសូមព្រះអង្គប្រទានពរដល់យើងទាំងអស់គ្នាហើយយើងទាំងអស់គ្នាមានអំណរចូលមកចំពោះទ្រង់សូមបងប្អូនរៀបចំចិត្តគំនិតនិងបាក់ចំហចិត្តនិងស្ដាប់ព្រះបន្ទូលទ្រង់តាមរយៈអ្នកបម្រើទ្រង់លោកគ្រូរបស់យើងដែរអរគុណព្រះអង្គសូមអង្គរួមកិច្ចអធិដ្ឋានជាមួយខ្ញុំអោព្រះបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌អើយគុណសូមអរព្រះគុណដល់ព្រះអង្គអរព្រគុណនៅសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណាដែលទ្រង់ថែរក្សាយើងខ្ញុំជារៀងរាល់ថ្ងៃហើយនឹងមួយឆ្នាំកន្លងមកបានសុខសាន្តគឺដោយសារព្រះគុណរបស់ទ្រង់ព្រះម្ចាស់ហើយសូមឲ្យយើងខ្ញុំទាំងអស់គ្នាដែលនៅទីនេះសូមកុំឲ្យម្នាក់ណាឬបងប្អូនដែលចូលរួមនេះសូមកុំឲ្យយើងខ្ញុំម្នាក់ណាភ្លេចពីបណ្ដាព្រះគុណណាមួយរបស់ទ្រង់ឡើយព្រោះជីវិតកូនគ្រប់គ្នាយើងទាំងអស់គ្នាបានជាយ៉ាងណាគឺដោយសារព្រះគុណរបស់ទ្រង់សម្រាប់ប្រទានពរការពារថែរក្សាយើងខ្ញុំសូមឲ្យរាល់ទាំងកម្មវិធីដែលយើងខ្ញុំទាំងអស់គ្នាចូលមកចំពោះទ្រង់នេះឲ្យយើងមានអំណរនៅក្នុងទ្រង់បើកចំហចិត្តសូមព្រះវិញ្ញាណទ្រង់បំភ្លឺភ្នែកចិត្តយើងខ្ញុំទាំងអស់គ្នាសូមឲ្យយើងខ្ញុំបានឮព្រះបន្ទូលទ្រង់ហើយសូមឲ្យព្រះបន្ទូលនោះបានចាក់នៅក្នុងចិត្តយើងខ្ញុំម្នាក់ហើយយើងខ្ញុំមានអំណរនៅក្នុងទ្រង់ក្នុងការចូលមកថ្វាយបង្គំទ្រង់ព្រះអង្គម្ចាស់ហើយយើងខ្ញុំមិនអាចនៅតែឯងបានហើយគឺព្រះវិហារជាទីកន្លែងដែលយើងខ្ញុំទាំងអស់គ្នាដែលព្រះអង្គបានរៀបចំឲ្យយើងខ្ញុំដែលជាក្រុមជំនុំមានទីកន្លែងដ៏ល្អសម្រាប់ថ្វាយបង្គំទ្រង់ហើយនឹងបងប្អូនទាំងអស់ដែលនៅអនឡាញផងដែរសូមព្រះអង្គស្ទាក់ប្រទានពរការពារថែរក្សាដល់កម្លាំងសុខភាពដល់បងប្អូនដែលមានជំងឺព្យាបាលឲ្យគាត់បានជាសម្រាប់ឆ្នាំថ្មីនេះសូមឲ្យយើងខ្ញុំទាំងអស់គ្នាមានចិត្តថ្មីគំនិតថ្មីដែលមកអំពីព្រះដើម្បីបម្រើការងាររបស់ទ្រង់សូមឲ្យពលឺរបស់ទ្រង់បានភ្លឺចេញពីយើងខ្ញុំទាំងអស់គ្នាដល់អ្នកដទៃផងដែរគុណសូមអរព្រគុណទ្រង់សូមឲ្យព្រះបន្ទូលសូមឲ្យពេលវេលានឹងកម្មវិធីថ្វាយបង្គំទ្រង់នៅថ្ងៃនេះនិងបងប្អូនទាំងអស់ដែលនៅអនឡាញបានចូលរួមសូមឲ្យយើងខ្ញុំទាំងអស់គ្នាមានអំណរមានសង្ឃឹមនិងចូលរួមដោយអំណរហើយថ្វាយស្រីល្អដល់ទ្រង់ដោយវិញ្ញាណនិងសេចក្តីពិតផងដែរគុណសូមអរព្រគុណទ្រង់គុណសូមអធិដ្ឋានថ្វាយគ្រប់ការដែលគុណសូមដែលនៅព្រះនាមដ៏មានគ្រប់វិជ្ជាស្ដាគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទ
សូមបងប្អូនទាំងអស់គ្នាអញ្ជើញចូលរួមអធិដ្ឋានលើកប្រាក់ដង្វាយជាមួយនឹងខ្ញុំអោព្រះវរបិតាដែលគង់នៅឋានសួគ៌ដ៏ខ្ពង់ខ្ពស់ព្រះអង្គគឺជាព្រះធំលើអស់ទាំងព្រះថ្ងៃនេះពួកកូនមានអំណរបានមកជួបជុំគ្នាក៏សូមថ្លែងអំណរគុណដល់ព្រះអង្គដែលតែងតែប្រទានព្រះពរដល់ពួកកូនទាំងអស់គ្នាបានសេចក្តីសុខសាន្តកន្លងមកជាពិសេសរបស់សពគ្រប់សារពើនៅលើផែនដីសុទ្ធតែបានមកពីការប្រទានពររបស់ព្រះអង្គដូចជាការងារម្ហូបអាហារសម្លៀកបំពាក់និងចំណីអាហារដែលពួកកូនបានទទួលរាល់ថ្ងៃនេះគឺសុទ្ធតែបានមកពីការប្រទានពររបស់ទ្រង់ពួកកូនសូមអរព្រះគុណនិងថ្ងៃនេះផងដែរដើម្បីជាការតបស្នងសងគុណត្រឡប់ទៅទ្រង់វិញពួកកូនក៏មានជាប្រាក់ដង្វាយដែលពួកកូននឹងលើកថ្វាយជូនត្រឡប់ទៅទ្រង់វិញដោយស្ម័គ្រអស់អំពីចិត្តសូមព្រះអង្គបានយកប្រាក់ដង្វាយនោះទៅប្រើប្រាស់តាមព្រះハរតីរបស់ទ្រង់សូមព្រះអង្គប្រទានពរដល់បងប្អូនដែលបានដាក់ប្រាក់ដង្វាយសូមឲ្យដង្វាយនោះបានគុណទ្វេដងនិងសូមប្រទានកម្លាំងប្រាជ្ញាចំណេះដឹងបន្ថែមដល់ពួកកូនទាំងអស់គ្នាដើម្បីបានទៅប្រកបការងារដើម្បីផ្គត់ផ្គង់ជីវភាពរាល់ថ្ងៃតទៅទៀតគុណសូមទូលថ្វាយនៅគ្រប់កិច្ចការទាំងអស់នៅក្នុងព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនទាំងអស់ខាងនេះទៀតខ្ញុំមានចម្រៀងដើម្បីសរសើរព្រះអង្គម្ចាស់យាយតែគង់ក្នុងថ្ងៃនេះផងដែរបាទសូមអរគុណព្រះព្រីបានដល់ដំយកใจអំណរទាំងសាកលលោកប្រងមកគ្រប់គ្នាឲ្យតែកំប្រែចិត្តជឿព្រះយេស៊ូវយើងនឹងតែខ្លាយជារាជផងព្រះទ្រង់បានហៅយើងមកចូលក្នុងពន្លឺមកត្រូវបាត់ទ្រង់មានចេស្តាស្លាប់មិនអាចឈ្នះលើព្រះរាជបុត្រស្លាតាំងប្រលឹងបានរកសុខសាន្តរំចូលយកតបពួនគង់រុញរីនៅជាចុងក្រោយនៃព្រះគុណចិត្តត្រូវឲ្យស្រឡាញ់ក៏មកដល់ទ្រង់ព្រះជាម្ចាស់តែបាត់សងព្រះប្រទានរង្វាន់សម្រាប់តែលះបង់តាមអង្គយេស៊ូវពេលទ្រង់ជាមកវិញទ្រង់នឹងផ្ដល់ឲ្យ100ជា100សំទួយប្រាថ្នាចូលខំដល់ពួនគុំរុញរីនៅជាចុងក្រោយនៃព្រះគុណចិត្តត្រូវឲ្យស្រឡាញ់ក៏ស្ម័គ្រតទ្រង់ព្រះជាម្ចាស់មិនដែលបាត់សងព្រះប្រទានរង្វាន់អ្នកតែលះបង់តាមអង្គព្រះយេស៊ូវពេលទ្រង់ជាមកវិញទ្រង់នឹងផ្ដល់ឲ្យ100ជា100សំដូចប្រាថ្នាសូមបងប្អូនចេញក្រោកចុះនឹងអានព្រះគម្ពីរពីលីបចំពុក3ខ13និង14បងប្អូនអើយខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេតែមានសេចក្តីនេះមួយគឺថាខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយក៏ខំមកមូលឈោងទៅឯសេចក្តីខាងមុខទៀតទាំងរត់តម្រង់ទៅឯទីដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទព្រះយេស៊ូវព្រះបន្ទូលនៃព្រះអង្គម្ចាស់សម្រាប់រាជរបស់ព្រះអង្គម្ចាស់អរគុណព្រះអង្គម្ចាស់ចាសសូមអរគុណជើងចុះ
អ្វីដែលយើងធ្វើអ្វីដែលយើងប្រឹងប្រែងគឺព្រះអង្គប្រទានកយើងបរិស័យយើងដឹងថាយើងជាមនុស្សដែលព្រះអង្គបង្កើតហើយព្រះអង្គឲ្យនៅអំណោយទានដល់យើងម្នាក់រួចទៅហើយប៉ុន្តែយើងភ្លេចប្រើពេលខ្លះដល់ពេលបងប្រើតែបងថៅវាឡើងមកហើយព្រោះខ្ញុំគឺអញ្ចឹងហើយបានយើងដឹងថាសេចក្តីស្រឡាញ់របស់ព្រះមិនដែលទៅណាឆ្ងាយគឺតែជំនួយចិត្តយើងទាំងអស់គ្នាពេលដែលយើងសប្បាយខ្ញុំបានជួបខ្ញុំសំនេះទៅ party ទៅ party ទៅ birthday គេដូចទៅជួបបងស្រីម្នាក់នោះអញ្ជើញគាត់មកវិហារហើយគាត់ថាអូគាត់អត់ចង់ទៅណាទេចង់ទៅហប់សពនៅផ្ទះចង់ទៅណាទេហប់សពអត់ចង់ទៅណាចង់នៅផ្ទះហើយជើងតែជើងមកទៅជើងទៅកម្មឲ្យគេទៅយកបងឯងអត់អីទេបងឯងទៅបានទេគាត់អត់សមចង់ទៅណាអត់សមចង់ទៅណាដូចចូលពិបាកអញ្ចឹងហើយការចម្លែកឲ្យនិយាយនេះវាអត់ជាប់ចូលស៊ីសោះអត់ចូលគ្នាសោះអញ្ចឹងហើយការខ្លះយើងត្រូវតែដឹងថាពេលណាយើងរលបារកាសយកបរិយាកាសខាងក្រៅឲ្យបានច្រើននឹងជួយសុខភាពយើងជួយគំនិតយើងហើយជួយការដែលរឹងមាំក្នុងជីវិតរបស់យើងផងដែរអញ្ចឹងហើយបានជាប្រគិលបានរំលឹកយើងថាចំណាយឲ្យរូបកាយរបស់យើងត្រូវការទាំងអស់នោះប៉ុន្តែដើម្បីឲ្យរឹងនៅក្នុងព្រះញាណបរិសុទ្ធនៃព្រះហើយនៅក្នុងព្រះវិញ្ញាណគឺយើងត្រូវការនៃព្រះបន្ទូលនៃព្រះដើម្បីឲ្យយើងរឹងមាំដូចគ្នាហើយយើងដឹងថាការរលូនអញ្ចឹងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះជ្រាបបរោះអស្ចារ្យសូមឲ្យព្រះអង្គប្រទានពរហើយបងប្អូនអនឡាញដែលបានចូលរួមថ្វាយបង្គំព្រះអង្គយើងក៏សូមព្រះអង្គប្រទានពរហើយសូមឲ្យនឹកចាំថាបងប្អូនយើងទាំងអស់គ្នាស្រឡាញ់បងប្អូនទាំងអស់គ្នាណាស់សូមសូមបងប្អូនបានជឿមកថ្វាយបង្គំព្រះជាមួយគ្នាដើម្បីឲ្យយើងជួបទល់មុខនឹងមុខនិងមានអំណរជាមួយគ្នាផងដែរហើយពិសេសតែឃើញបងប៉ូលីនហើយបងនារីតែគាត់អត់ស្គាល់ខ្លួនទៅយូរហើយគាត់សោកស្ដាយណាស់គាត់ខំអញ្ចឹងដល់ប៉ាសតរចង់មកឈុតណាប៉ាសតរចង់មកឈុតណាប៉ុន្តែវាទីមួយខ្លាចបងប្អូនភ័យ
Khai cóគាត់ភ័យបងប្អូនភ័យទី2គាត់ចង់ឲ្យមានកម្លាំងបន្តិចទៀតចឹងអញ្ចឹងហើយគិតប្រការទិដ្ឋានជូនគាត់សូមឲ្យកម្លាំងគាត់បានមកពោពេញបរិបូរណ៍សម្រាប់មកថ្វាយបង្គំព្រះអង្គជាមួយគ្នាអំណរជាមួយគ្នាក្នុងគុណរបស់ព្រះអង្គថ្ងៃនេះខ្ញុំមានព្រះបន្ទូលមួយដែលយកមកចែកចាយដល់បងប្អូនគឺនិយាយអំពីដើរទៅមុខជាមួយនឹងប្រក្រឹត្តក្នុងឆ្នាំថ្មីខ្ញុំជឿថាយើងទាំងអស់គ្នាដឹងទៅមុខហើយមានអ្នកណាម្នាក់ក្រោយមិនចាយបងប្អូនប្រកាសទេបងប្អូនប្រកាសណាបញ្ចការទៅមុខតែឯងភ្លេចប្រពន្ធភ្លេចកូនភ្លេចទាំងព្រះទៅទៀតអញ្ចឹងហើយឆ្នាំថ្មីនេះខ្ញុំចង់រំលឹកបងប្អូនថាសូមឲ្យយើងដើរទៅមុខនៅក្នុងឆ្នាំថ្មីដើរជាមួយព្រះគ្រីស្ទពេលណាយើងមានព្រះគ្រីស្ទនៅក្នុងយើងគឺយើងដើរស្របជាមួយគ្នានឹង family ក្រុមគ្រួសារនិងកូនចៅទាំងអស់ជាមួយគ្នានេះហើយដែលព្រះអង្គចង់បង្រៀនឲ្យប្រាប់យើងទាំងអស់គ្នាបងប្អូនអញ្ចឹងហើយបានជាព្រះបន្ទូលព្រះអង្គបានរំលឹកដូចជាដែលអវឿនអានឃើញថាព្រះបន្ទូលមួយដែលរំលឹកយើងទាំងអស់គ្នាម្នាក់គាត់រត់តោងរត់ទាញបណ្ដាំបញ្ចេញប៉ុន្តែរត់ឯងភ្លេចប្រពន្ធភ្លេចកូនភ្លេចព្រះឥឡូវយើងរត់ទាំងអស់គ្នាឆ្នាំថ្មីអេមែនបងប្អូនរត់ទាំងអស់គ្នាអូខេសូមដូចថ្ងៃកុំឲ្យរត់តែឯងចឹងហើយសូមបងប្អូនសម្រុំចិត្តទៅខាងលោកខ្ញុំអរគុណចាស់ព្រះយេស៊ូវគ្រីស្ទក៏សូមអរគុណទ្រង់ដែលព្រះអង្គជាព្រះអស់លើទាំងព្រះស្រ័យអស់លើទាំងស្ដេចព្រះអង្គតែងតែស្រឡាញ់យើងតែងតែគៀងគួរយើងខ្ញុំទាំងអស់គ្នាឲ្យបានបញ្ចូលក្រោយទ្រង់ដើម្បីព្រះអង្គប្រទានពរឲ្យយើងព្រះអង្គមានប្រពោច្រើនណាស់សម្រាប់យើងគ្រប់គ្នាប៉ុន្តែឲ្យយើងបានដើរទៅជាមួយទ្រង់បានជាប់ជាមួយទ្រង់ហើយនឹងព្រះអង្គនឹងប្រទានឲ្យយើងហើយដូច្នេះសូមអរការដែលសន្យារបស់ព្រះអង្គនេះបានលើកថិតថេរហើយនឹងដកក្នុងចិត្តយើងគ្រប់គ្នាពីពេលនេះតទៅអស់កលជានិច្ចក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន so បើយើងសម្លឹងមើលទៅយើងឃើញថាយើងទុកអ្វីៗចោលឆ្នាំក្រោយឆ្នាំចាស់យើងបំភ្លេចចោលចោលអូខេហើយយើងចាប់ដើរទៅមុខណាដើរទៅមុខដោយខំប្រឹងទៅរកទិសដៅទៅរកគោលដៅអញ្ចឹងហើយម្នាក់តែងតែមាន resolution មានការមួយប៉ុនប៉ងក្នុងមួយឆ្នាំមួយទៅមួយឆ្នាំកន្លងឆ្នាំមួយទៅឆ្នាំមួយអ្វីៗក៏ប្រូផ្លាស់ប៉ុន្តែពេលខ្លះយើងអត់បានយល់ច្បាស់ពីការប្រូផ្លាស់ទេគឺតាំងពីរូបកាយតាំងពីសុខភាពតាំងពីការដែលយើងខ្លីឡើងយើងទៅពេលសប្តាហ៍គេវាស់កម្ពស់យើងតែចាស់ហើយគេវាស់កម្ពស់យើងមិនមែនវាស់កម្ពស់ទេវាស់ទៅទៀតប៉ុណ្ណាយើងច្រឡំចុះមិនមកពេលនេះវាស់ឯងមានលូតដល់ទៀតមិនមែនទេគេវាស់យើងទៅទៀតប៉ុណ្ណាវិញនេះហើយដែលការចាំបាច់សម្រាប់យើងពេលយើងនៅក្មេងគេវាស់យើងកម្ពស់ឡើងណាឡើងប៉ុណ្ណាដល់ពេលចាស់គេទៅវាស់ថាចុះប៉ុណ្ណាដំបូងនៅឃើញទេបងប្អូនអញ្ចឹងពេលខ្លះយើងភ្លេចថាឃើញគេវាស់ថាចុះខ្ញុំលេងលូដល់ក៏វាស់ទៀតខ្ញុំដែរពោលទៅទៀតហ៎យើង opposite គឺគេវាស់ចុះទេអញ្ចឹងហើយការដែលព្រះបន្ទូលព្រះអង្គបានរំលឹកយើងប្រាប់ផលបាននិយាយប្រាប់ចឹងថាយើងមិនបានរត់ឲ្យថាចាប់បានទាំងអស់ទេអញ្ចឹងហើយបានព្រះគម្ពីរបានប្រាប់ដល់បងប្អូនអើយខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេតែមានសេចក្តីនេះមួយគឺថាខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយក៏ខំមើលលោតឈោងទៅឯសេចក្តីខាងមុខទៀតឃើញបងប្អូនពេលខ្លះយើងខកខានអ្វីដែលយើងចង់សម្រេចនៅ last year យើងអត់បានសម្រេចតាមបំណងបានចិត្តរបស់យើងទេប៉ុន្តែយើងគិតថាវាបំភ្លេចចោលចុះប៉ុន្តែយើងក៏ដែរប្រែអកប្បកិរិយារបស់ចិត្តរបស់យើងនិងគំនិតរបស់យើងដើម្បីដូរមករកផ្លូវមួយដែលយើងថាអាណាមួយដែលយើងភ្លេចយើងអត់ចាប់បានយើងទៅពឹងផ្អែកទៅលើព្រះដើម្បីរត់ជាមួយនឹងព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យយើងដឹងច្បាស់ថាយើងនឹងតាមបាននៅពេលឆ្នាំបន្ទាប់នេះអញ្ចឹងហើយបានជាព្រះគម្ពីរបានបញ្ជាក់ប្រាប់យើងទាំងរត់ទាំងតម្រង់ទៅឯទីដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវឃើញពេលណាយើងរត់ទៅមុខជាមួយព្រះអង្គគឺព្រះអង្គនឹងមានគម្រោងមានប្រពោមានការរៀបចំជីវិតយើងរួចជាស្រេច
ពេលណាដែលយើងទៅដល់ទិសដៅគឺយើងបាននឹងវត្តដល់កប់ចិត្តដែលព្រះអង្គបានរៀបចំសម្រាប់យើងគ្រប់គ្នាពេលខ្លះយើងអត់បានគិតអញ្ចឹងទេយើងគិតថាខំប្រឹងខ្លួនឯងខំប្រាជ្ញាខ្លួនឯងគំនិតខ្លួនឯងប្រកបណាស់យើងរស់នៅក្នុងផែនដីយើងទៅតែពឹងផ្អែកទៅលើប្រាជ្ញាគំនិតដូចនោះមែនប៉ុន្តែការដែលមួយដែលយើងមើលមិនឃើញហើយការផ្ដល់មកយើងវិញគឺមានតែព្រះទេដែលជាអ្នកគ្រប់គ្រងនៅគ្រប់ប្រអស់សកលទាំងអស់នោះចឹងហើយសូមឲ្យយើងពឹងផ្អែកទៅលើព្រះអញ្ចឹងហើយបងប្អូនពេលដែលយើងមើលទៅក្នុងការមួយយើងឃើញថាបុណ្យណូអែលបានបន្លងផុតទៅឆ្នាំថ្មីក៏ត្រូវបានជួបមកដល់ឆ្នាំថ្មីឆ្នាំបុណ្យណូអែលបាននាំមកបន្លឹកយើងថាព្រះគ្រីស្ទបានយាងមកគង់ជាមួយយើងប៉ុន្តែចំណែកឯឆ្នាំថ្មីបានរំលឹកយើងថាព្រះបានត្រាស់ហៅយើងឲ្យដើរទៅមុខជាមួយទ្រង់ដូច្នោះពីរផ្នែកដែលខុសគ្នាបងប្អូនមួយគ្រីស្មាស់បញ្ជាក់ប្រាប់យើងថាប៉ុន្តែប្រាប់យើងថាម៉េចថាម៉េចបងប្អូនថាម៉េចព្រះអង្គយាងមកគង់ជាមួយយើងព្រះអង្គសូត្រមកមិនអញ្ចឹងណាដល់ពេលចូលឆ្នាំថ្មីវឹកថាម៉េចព្រះអង្គបានត្រាស់ហៅយើងឲ្យដើរទៅជាមួយព្រះអង្គទៅមុខជាមួយព្រះអង្គឥឡូវយើងទាំងអស់គ្នានេះព្រះអង្គបានហៅយើងទាំងអស់គ្នាសូមអរគុណព្រះដែលបងថាវីពីដើមបាត់ឡើងច្រៀងอะไรក៏អៀនឥឡូវលោកអរគុណព្រះអង្គមែនតើអរគុណព្រះអង្គនេះឯពេលវេលាដែលព្រះបានត្រាស់ហៅឲ្យដើរទៅមុខជាមួយព្រះគ្រីស្ទខ្ញុំឃើញខ្ញុំអរគុណហើយជាគំរូដ៏ល្អសម្រាប់ក្មេងៗក្រោយៗផងកុំឲ្យអៀនអីណាបើតែយើងម៉ែមីងតួនបងតួនគាត់អាយុប៉ុណ្ណឹងគាត់មានអ្នកកាន់ដៃឡើងគាត់ខំឡើងច្រៀងដែរយើងមើលប៉ុណ្ណឹងដឹងហើយអរគុណសេតាដែលគាត់បានទៅចូលទៅយកមីងមកបាច់ព្រះអង្គនេះក៏ពោមែនតើគាត់ពោណាស់ពីណាជាការមួយដែលយើងធ្វើមួយចំណែកសម្រាប់កិច្ចការព្រះអង្គនេះជាការមួយសំខាន់សម្រាប់យើងទាំងអស់គ្នាអានទៅយកបងដែរអានទៅយកបងគាត់បើឡើងតែហៅឲ្យតែអស់សាំគាត់អានទៅយកអត់ទេតាលេទេអត់ចេះបើឡើងទេចេះអូបើទៅម៉ោងពីម៉ោងទេអរគុណព្រះអង្គយ៉ាអញ្ចឹងសតិស្រឡាញ់នេះឯងដែលខំប្រឹងទៅយកនេះគឺអានខំចំណាយពេលវេលាទៅយកដោយសារព្រះស្រឡាញ់ចង់ឲ្យក្បាលព្រះអង្គឲ្យបានសេចក្តីសង្គ្រោះឲ្យបានអំណរជាមួយគ្នានេះហើយតែការយើងលះបង់ការលះបង់សិទ្ធិជាផលប្រយោជន៍មួយដែលសំខាន់សម្រាប់ខ្លួនយើងហើយក៏ផលប្រយោជន៍មួយដែលសំខាន់សម្រាប់មនុស្សហើយប្រយោជន៍ដ៏ធំបំផុតនោះគឺព្រះអង្គជាអ្នកគ្រប់គ្រងនៃគ្រប់ការទាំងអស់នោះហើយព្រះអង្គនឹងប្រទានពរឲ្យបំពេញគ្រប់ការទាំងអស់ដែលយើងមិនគិតដល់នេះជាការសំខាន់សម្រាប់យើងអរគុណទៅធ្វើម៉េចអញ្ចឹងហើយបងប្អូនទាំងអស់គ្នាយើងមានឱកាសច្រើនណាស់ដោយសារយើងមានសមត្ថភាពមួយដែលខ្ពស់ជាងបុរសអូខេព្រោះដោយសារយើងមានសម្រស់មិនតាក់ទេចឹងហើយបងស្លាញ់អូនចូលមកតាមបងខ្ញុំមិនស្លាញ់បងខ្ញុំមកតាមបងខ្ញុំឃើញទេមិនខ្ញុំដល់ការប្រកួតទៅទេបងថានេះបើចង់រៀបការមកខ្ញុំតើឡើងមកពហិមកខ្ញុំអត់ទៅវត្តទេខ្ញុំសន្យាគាត់ថាខ្ញុំអត់ទៅទៀតទេខ្ញុំជួយគេច្រើនណាស់ឥឡូវចង់ជួយខ្លួនឯងម្ដងដោយសំសល់ទៅតាមការស្រឡាញ់របស់យើងទៅស្ត្រីនោះដែរអញ្ចឹងណាក៏បញ្ចូលរួមក្នុងការដែលយើងចូលរួមទាំងអស់នេះធ្វើឲ្យយើងនឹងមានអំណរហើយយើងគិតថាការសម្រេចចិត្តរបស់យើងនឹងមិនភ័យហើយមិនភ័យខកខានទេព្រោះដោយសារនេះជាគោលដៅមួយដែលយើងត្រូវដើរទៅមុខអូខេអញ្ចឹងហើយបានជាខ្ញុំមកពហិមិនអោយប្រពន្ធខកចិត្តហើយក៏មិនអោយការដែលគេជួយខ្ញុំពីដើមមកខកចិត្តដែរព្រោះហេតុអីក៏ពីដើមមិញខ្ញុំនៅជំរុំបងប្អូនក៏ដូចគ្នាដែរតាមមានប្រជាជនជាច្រើនដែលទៅមាន missionary ជាច្រើនទៅប្រទេសទៅជំរុំដែលជួយកិច្ចការព្រះអង្គជួយបង្រៀនជួយនាំអ្វីៗទៅក្នុងព្រះរាជក្នុងជំរុំដូច្នេះហើយការទាំងអស់នោះគេលះបង់
ឆ្លងកាត់កន្លែងបាទអញ្ចឹងហើយធ្វើឲ្យខ្ញុំមិននឹកឃើញការឆ្លងនោះបានជាខ្ញុំបែរជាត្រឡប់ទៅដើម្បីរៀនដើម្បីកិច្ចការទៅថ្វាយបម្រើទ្រង់ហើយសងគុណនៃការដែលគេបានបង្ហាញពីការអស្ចារ្យរបស់គេហើយយើងចង់បង្ហាញទៅអ្នកដទៃថាយើងមានលេខស្រឡាញ់ដូចជាបានបរៀនយើងយ៉ាងដែរអញ្ចឹងហើយការដែលយើងស្រឡាញ់ឆ្លងពីមួយជំនាន់ទៅមួយជំនាន់នោះឯងតែសំខាន់អញ្ចឹងហើយថ្ងៃនេះដែលខ្ញុំចង់និយាយនោះគឺថាពេលដែលយើងចូលឆ្នាំថ្មីយើងកុំដើរតែឯងដើរជាគ្រួសារដើរជាមួយនឹងព្រះគ្រីស្ទព្រះគ្រីស្ទប្រាប់ថាម៉េចឆ្នាំថ្មីរំលឹកយើងថាព្រះបានត្រាស់ឲ្យយើងឲ្យដើរទៅមុខជាមួយនឹងទ្រង់សូមឲ្យយើងបានដើរជាមួយទ្រង់ជាមួយគ្នាជាមួយទ្រង់ចឹងបងប្អូនហើយឆ្នាំថ្មីមិនមែនជាគ្រាន់តែប្រកបទិនមួយដើម្បីបង្ហាញថាឆ្នាំថ្មីនោះទេប៉ុន្តែជាឱកាសមួយដែលឲ្យយើងទុកចិត្តលើព្រះហើយឲ្យយើងបានលូតលាស់នៅក្នុងជំនឿរបស់យើងហើយឲ្យយើងមានគោលដៅរបស់យើងគឺគោលដៅបងប្អូននិងបងប្អូននិងខ្ញុំទាំងអស់គ្នាចង់ទៅណាបងប្អូនឋានសួគ៌បើតែមុនទៅឋានសួគ៌ទៅធ្វើម៉េចបានដល់ឋានសួគ៌តើដើរតាមព្រះគ្រីស្ទហើយទៅជួបព្រះគ្រីស្ទបានទៅដល់ឋានសួគ៌មិនមែនទៅវឹងទៅភ្លាមទេទាំងថនគិតទេវឹងទៅទេទៅរកព្រះគ្រីស្ទចឹងហើយដើម្បីឆ្នាំថ្មីយើងដើរទៅតាមព្រះគ្រីស្ទតតែយើងមិនតតែយើងដើរជាមួយព្រះអង្គទៅមុខពិសេសក្មេងៗជំនាន់ក្រោយនៅកម្លាំងនៅខ្លាំងជាងការមិនសូវបានគិតទេមិនមានពេលវេលាច្រើនប៉ុន្តែសូមបន្លាចចិត្តឲ្យយើងដឹងថាប្រសាកម្លាំងយើងសោយរហូតមិននៅដែរទេប្រចាំយើងចាំតែយើងត្រូវតែប្រឹងទៅប៉ុន្តែទៅជាមួយព្រះគ្រីស្ទកុំឲ្យប្រើកម្លាំងបែបកន្លែងទាំងអស់ God is faithfulness គឺព្រះអង្គមានសេចក្តីស្មោះត្រង់ជាមួយយើងណាស់មានន័យថាម៉េចបងប្អូនមានន័យថាព្រះអង្គមានព្រះបន្ទូលប្រាប់យើងព្រះអង្គមិនដែលកែប្រែមិនដែលយើងធ្វើខុសព្រះអង្គខឹងអូពេលខ្ញុំធ្វើតាមទ្រង់ព្រះអង្គឆ្ងល់អត់ទេគឺព្រះអង្គមានធម៌មេត្តាសម្រាប់យើងគ្រប់គ្នាអញ្ចឹងហើយបានជាឱកាសដែលឆ្នាំថ្មីនោះជាការមួយដែលយើងត្រូវតែដឹងថាឱកាសមួយដែលយើងចូលជ្រាបបន្តិចប៉ុន្តែយើងមានឱកាសមួយដែលយើងត្រូវស្វែងទៅរកព្រះនេះហើយជាការមួយសំខាន់អញ្ចឹងហើយសូមឲ្យយើងនឹកចាំថាមុននឹងយើងដើរទៅមុខយើងទៅក៏លេចមើលខាងក្រោយបន្តិចយើងអរគុណព្រះដែលឆ្នាំកន្លងផុតមកព្រះអង្គបាននាំយើងឲ្យឆ្លងផុតពីឆ្នាំព្រះអង្គបាននាំយើងឲ្យមានសេចក្តីសម្រេចក្នុងការគ្រប់ច្រើនទោះជាយើងសប្បាយក៏ដោយព្រោះយើងមានការទុកក៏ដោយយើងបាត់បង់ក្រុមគ្រួសារអ្នកជាទីស្រឡាញ់ក៏ដោយយើងមានជ័យជំនះក៏ដោយប៉ុន្តែការទាំងអស់នោះគឺជាការមួយបំពេញនៅសេចក្តីជំនឿដ៏អស្ចារ្យរបស់យើងទាំងអស់គ្នាទៅជាមួយនឹងទ្រង់អញ្ចឹងហើយពេលណាដែលយើងទុកចិត្តលើព្រះហើយក្រុមគំនិតរបស់យើងបានយល់ច្បាស់ថាព្រះស្រឡាញ់យើងព្រះមិនបោះបង់យើងព្រះស្មោះត្រង់នឹងយើងគឺការទាំងអស់នេះនឹងលេចឡើងហើយនឹងកើតឡើងសម្រាប់ជីវិតយើងគ្រប់គ្នានៅក្នុងព្រះគម្ពីរគឺមានព្រះបន្ទូលថាគឺនឹកពីសេចក្តីនេះថាគុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ានោះយើងបានសូន្យបាត់អស់ទៅហើយមានន័យថាបងប្អូនឯសេចក្តីមេត្តាករុណារបស់ទ្រង់នោះមិនចេះផុតឡើយសេចក្តីទាំងនោះចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ចសេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់អរគុណព្រះអង្គបងប្អូននេះជាព្រះបន្ទូលរបស់ព្រះអង្គយើងឃើញទេព្រះអង្គបានសន្យាហើយយើងបានដឹងច្បាស់ដោយសារមានសេចក្តីមេត្តាករុណារបស់ព្រះទេដែលយើងបានរស់នៅសពថ្ងៃហើយយើងបានទទួលពរព្រះអង្គសពថ្ងៃគឺព្រះអង្គអត់ទោសឲ្យយើងព្រះអង្គបានស្វែងរកយើងបានជំរុញចិត្តយើងបានដោះតឿនយើងហើយបានសន្យាថាព្រះអង្គមានការស្មោះត្រង់ជាមួយយើងណាស់មិនដែលធ្វើអ្វីដើម្បីឲ្យយើងកកល្អនោះមែនណាកកល្អកកក្នុងចិត្តនោះទេប៉ុន្តែយើងទេពេលខ្លះយើងធ្វើឲ្យអកកក្នុងចិត្តរបស់យើងដោយសារយើងអាចបានសម្រេចទៅតាមនៃការយើងចង់ឲ្យប៉ុនបងប៉ុន្តែព្រះមានគម្រោងសម្រាប់យើងទាំងអស់គ្នាអញ្ចឹងហើយបងប្អូនត្រូវដឹងថាយើងបានដឹងហើយថាពេលណាដែលយើងទទួលទ្រង់ហើយយើងលន្ទួទៅរកទ្រង់នោះយើងនឹងបាន
នៅអ្វីដែលយើងរំពឹងគិតទុកហើយការដែលជឿទុកចិត្តហើយការបន្ទាបខ្លួនរបស់យើងមុនដែលព្រះនោះឯងតែអ្វីនឹងត្រូវបានទទួលទាំងអស់នោះអញ្ចឹងហើយបានយើងក្នុងការមួយព្រះអង្គបានបញ្ជាក់ប្រាប់យើងព្រះអង្គជាមានការមួយការធានារ៉ាប់រងអះអាងយ៉ាងច្បាស់ណាថាព្រះអង្គនឹងសង្គ្រោះយើងទាំងអស់គ្នាព្រះអង្គគឺធានាអះអាងសង្គ្រោះយើងទាំងអស់គ្នាព្រះអង្គទោះជាយើងនៅក្នុងភាពណាឈឺចាប់ណាក៏ដោយបញ្ហាណាក៏ដោយប៉ុន្តែព្រះបានសន្យាថាព្រះអង្គនឹងផ្ដល់នូវសេចក្តីសុខសាន្តដល់យើងឲ្យទាំងអស់ឲ្យយើងរឹងមាំឲ្យយើងផុតពីសេចក្តីទុក្ខលំបាកទុក្ខព្រួយនេះជាប្រគុណរបស់ព្រះដែលបានសន្យាជាមួយយើងជារាជដែលតូចតាចហើយជាមនុស្សមានបាបប៉ុន្តែផ្ទុយទៅវិញព្រះអង្គលើកយើងដូចជាត្បូងដ៏ស្អល់អស្ចារ្យដ៏សំខាន់នេះមែនដោយការសេចក្តីស្រឡាញ់របស់ព្រះអង្គយើងជាមនុស្សដ៏សំខាន់សម្រាប់ព្រះអង្គចឹងហើយបានព្រះអង្គបញ្ជូនបរិបទទ្រង់មកផែនដីប្រគល់ទៅជួយឆ្កាងដើម្បីសង្គ្រោះយើងដោយសារព្រះអង្គបានគិតថាយើងសំខាន់ណាស់យើងជារាជឋានសួគ៌ព្រះអង្គចង់ឲ្យយើងត្រឡប់ទៅនគរឋានសួគ៌ជាមួយទ្រង់ហើយរស់នៅដោយអំណរហើយអស់កលជានិច្ចជាមួយទ្រង់បងប្អូនយើងត្រូវតែអនុញ្ញាតឲ្យអ្វីៗដែលកន្លងផុតទៅឲ្យទៅចុះអូខេចឹងហើយបានជាឆ្នាំថ្មីបានរំលឹកយើងថាសូមឲ្យយើងទម្លាក់ចោលទាំងអស់អ្វីដែលយើងមានការដែលបរាជ័យរបស់យើងការដែលខកខានរបស់យើងការដែលភ័យខ្លាចរបស់យើងការដែលរស់នៅក្នុងភាពល្វីងជូរចត់របស់យើងសូមឲ្យយើងបំភ្លេចចោលឆ្នាំមុនដែលបងប្អូនមានការខឹងអ្នកនេះខឹងនៅនោះទោះប្តីតពន់ខឹងកូនខឹងចៅទម្លាក់ចោលទាំងអស់អូខេទម្លាក់ចោលទាំងអស់អស់នៅរៀបចំប្រទានពរឲ្យយើងពេលណាយើងមានកំណត់ក្នុងចិត្តវាបានដូចជាយើងរស់នៅក្នុងភាពល្វីងជូរចត់ក្នុងខ្លួនចឹងហើយសូមឲ្យយើងលះបង់ចោលទាំងអស់ទៅដើម្បីអីដើម្បីឲ្យពលនៃព្រះហើយដើម្បីសេចក្តីពិសុខសាន្តរបស់ព្រះបានមកសន្ធិដ្ឋគង់ជាមួយយើងដោយមានអំណរជារៀងរហូតដូច្នោះហើយពេលណាយើងដើរយើងដឹងហើយថាយើងមិនអាចនឹងគ្រប់គ្រងថ្ងៃស្អែកបានទេតែយើងដឹងទេថាណាដែលគ្រប់គ្រងថ្ងៃស្អែកគឺព្រះគ្រប់គ្រងថ្ងៃស្អែកអញ្ចឹងហើយបើសិនជាយើងដឹងថាព្រះអង្គជាគ្រប់គ្រងថ្ងៃស្អែកហើយព្រះអង្គជាព្រះដែលព្រះអង្គបានអត់ទោសឲ្យយើងហើយព្រះអង្គបានព្យាបាលយើងហើយព្រះអង្គបានឲ្យយើងចាប់ផ្ដើមនៅ fresh start មានចាប់ផ្ដើមថ្មីក្នុងឆ្នាំថ្មីបងប្អូនធ្វើបានទេខាងថ្មី to step forward in faith ដូច្នោះយើងមានសេចក្តីរំលឹកឡើងវិញថាយើងដើរទៅមុខដោយក្នុងស្ដីជំនឿស៊ីពេលណាយើងថាធ្វើមិនកើតទេមុនប៉ុន្តែយើងអាចធ្វើកើតដោយយើងមានស្ដីជំនឿក្នុងព្រះអូខេបងមេលេងមុនមិនគាត់ធ្វើមហូបតែមួយខែមិនសូវធ្វើច្រើនទេឥឡូវគាត់ឆ្នាំគាត់ធ្វើខ្លាំងជាងមុនទៀតគាត់ថាស្អីគាត់ឆ្លាញ់ប្រពន្ធគាត់ខ្លាំងចង់ឲ្យប្រពន្ធមានឱកាសទៅរៀបចំបានគុំព្រះអង្គហ្នឹងហើយអញ្ចឹងហើយការទាំងអស់នេះឯងតែយើងថាខ្ញុំធ្វើមិនកើតអត់ទេយើងមានតែជំនឿគឺព្រះជួយយើងឲ្យយើងដើរទៅមុខដោយមានសេចក្តីជំនឿថាអ្វីដែលធ្វើមិនកើតធ្វើកើតព្រោះប្រពន្ធបានតិចរត់ធ្វើច្រើនគឺបានច្រើនលើដំណងមែនតើនេះហើយជាប្រគុណរបស់ព្រះដែលសម្រាប់យើងគ្រប់គ្នាអញ្ចឹងហើយបងប្អូនយើងត្រូវចាំថាឆ្នាំថ្មីបានជាស្រេចហើយអញ្ចឹងហើយយើងដឹងហើយថាអ្នកណាដែលគ្រប់គ្រងនៅថ្ងៃស្អែកគឺជាព្រះអញ្ចឹងហើយបើយើងមានសេចក្តីជំនឿទុកចិត្តទៅលើព្រះយើងដឹងថាព្រះគ្រប់គ្រងថ្ងៃស្អែកមានន័យថាព្រះអង្គគ្រប់គ្រងជីវិតយើងគ្រប់ពេលគ្រប់ជំហាននៃជីវិតរបស់យើងបើមិនសិនជាយើងដឹងថាការទាំងអស់នឹងការឡើងរបៀបនឹងហើយតែយើងទៅធ្វើម៉េចយើងត្រូវតែមានការអធិដ្ឋានយើងត្រូវមានការអធិដ្ឋានមានការជំនឿទុកចិត្តមានការរួមមានការស្ដាប់បង្គាប់ទាំងអស់នោះឯងដែលយើងដឹងច្បាស់ថាព្រះអង្គជាគ្រប់គ្រងនៅថ្ងៃស្អែកអញ្ចឹងហើយការដែលយើងប្រភេទកិច្ចរបស់យើងត្រូវធ្វើគឺយ៉ាងម៉េចគឺយើងត្រូវអធិដ្ឋានឲ្យបានច្រើនចូលមានសេចក្តីជំនឿឲ្យបានច្រើនចូលរួមគ្នាបានច្រើនទៅស្ដាប់បង្គាប់ព្រះបានច្រើននោះឯងដែលដឹងថាព្រះអង្គជាអ្នកគ្រប់គ្រងនៅថ្ងៃស្អែកដូចជួយបងប្អូនណាថ្ងៃនេះយើងមានព្រមទូលមកចង់ប្រាប់យើងថាប្រវត្តិចំពោះសុភាសិតចំពោះ3ខ5ទៅ6ថាម៉េចជោគ
ចូលទីពឹងដល់ព្រះយេហូវ៉ាអស់អំពីចិត្តកុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយត្រូវឲ្យទទួលស្ដាប់ទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯចុះនោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯងបងប្អូនអ្នកណាដែលហូលថ្ងៃស្អែកអ្នកណាដែលគ្រប់គ្រងថ្ងៃស្អែកការព្រះដូច្នោះហើយពេលណាដែលយើងថ្វាយហើយមានជំនឿជឿជាក់ទៅលើព្រះអង្គនឹងកែតម្រង់ផ្លូវយើងទោះជាយើងវាយើងខុសយើងមិនល្អយ៉ាងណាគឺព្រះអង្គតម្រង់ផ្លូវយើងឲ្យបានល្អប្រសើរបំផុតក្នុងជីវិតដែលយើងរស់នៅក្នុងក្រោមជំអេងនៃព្រះគ្រីស្ទយេស៊ូវនេះឯងហើយមែនបងប្អូនចឹងហើយសូមឲ្យបងប្អូនចាំថាព្រះអង្គមិនបោះបង់ចូលទេចឹងហើយសូមពេលដែលយើងចូលឈានចូលដល់ឆ្នាំថ្មីសូមឲ្យយើងដើរឆ្ពោះទៅមុខដោយសេចក្តីសង្ឃឹមដោយសេចក្តីក្លាហាននិងសេចក្តីជំនឿអេមែនបងប្អូនអាចធ្វើបានទេ Follow with hope courage and faith ខ្ញុំជឿថាបងប្អូនធ្វើបានទាំងអស់គ្នាខ្ញុំឃើញមួយហើយអូខេដូច្នេះហើយការនេះជាការសំខាន់សម្រាប់យើងអញ្ចឹងហើយបងប្អូនគឺថាព្រះយេស៊ូវគ្រីស្ទជាព្រះដែលបានប្រសូតនៅគ្រីស្មាស់ឥឡូវនេះព្រះគ្រីស្ទបាននាំយើងទៅរកអនាគតហើយព្រះអង្គហើយយើងជាកម្មសិទ្ធិរបស់ព្រះអង្គផងដែរអេមែនបងប្អូនព្រះអង្គនាំយើងព្រះយេស៊ូវគ្រីស្ទប្រសូតនៅគ្រីស្មាស់ហើយព្រះអង្គបានរស់នៅសពថ្ងៃបាននាំយើងទៅមុខនៅក្នុងអនាគតហើយឲ្យយើងដឹងថាព្រះអង្គជាកម្មសិទ្ធិរបស់យើងយើងជាកម្មសិទ្ធិរបស់ទ្រង់សូមបងប្អូនសម្រួលចិត្តអធិដ្ឋានជាមួយខ្ញុំអរព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទក៏សូមអរគុណទ្រង់នៅពពកឬសេចក្តីសុខសាន្តគ្រប់យ៉ាងដែលព្រះអង្គបានប្រទានដល់កូនសូមឲ្យពពកឬសេចក្តីសុខសាន្តនិងការងារអ្វីដែលនៅក្នុងថ្ងៃស្អែកដែលកូនដឹងមកដល់គឺដល់សូមព្រះអង្គបានរៀបចំជីវិតកូនទាំងអស់គ្នាហើយសូមឲ្យដើរជាមួយទ្រង់ដើរនៅក្នុងគ្រួសារដើរជាមួយក្រុមជំនុំដើរជាមួយគ្នាហើយនឹងជាពលឺដល់អ្នកដទៃនៅក្នុងប្រគុណនិងសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរបាទសូមអរគុណទ្រង់សូមព្រះទូលព្រះអង្គបានដកទឹកចិត្តកូនទាំងអស់គ្នាសូមដើរទៅមុខដោយមានសេចក្តីជំនឿលើទ្រង់គ្រប់ពេលវេលាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃនេះយើងមិនគ្រាន់តែយើងមានកម្មវិធីដែលយើងស្វែងរកព្រះអង្គទេប៉ុន្តែយើងមានវិធីនេះព្រះអង្គចាស់ផងដែរដូច្នេះខ្ញុំចង់ឲ្យចាស់ come up and worship the issue with me ដូច្នេះហើយខ្ញុំបានជម្រាបបងប្អូនថាយើងមានធ្វើវិធីរៀបចំចាំមួយខែម្ដងខ្ញុំក៏កាន់តែខ្សោយចឹងហើយយើងត្រូវមានជំនួយណាជំនួយ Every communion ត្រូវមាន2នាក់ដើម្បីកុំឲ្យយើងរើអស់សម្លេងដូច្នេះសូមឲ្យយើងដឹងថាការដែលយើងបន្តទៅមុខគឺជាការរួមគ្នានិងជួយគ្នានិងលើកតម្កើងព្រះជាមួយគ្នាផងដែរអញ្ចឹងហើយបានក្នុងនេះបានព្រះគ្រីស្ទមានព្រះបន្ទូលថាព្រះអង្គសូមអញ្ជើញយើងទាំងអស់គ្នាអ្នកណាដែលចង់ចាក់ចេញពីអំពើបាបខ្លួនហើយចង់រស់នៅក្នុងព្រះគ្រីស្ទហើយយើងចង់ជួបអ្នកដទៃមកចូលរួមតុជាមួយអ្នកដទៃនិងអ្នកដទៃឆ្លាញ់អ្នកដទៃជាមួយគ្នាក្នុងព្រះគ្រីស្ទនោះហើយជាតុនេះឯងជាតុសម្រាប់យើងទាំងអស់គ្នាអញ្ចឹងហើយសូមឲ្យបងប្អូនបានរៀបចំចិត្តនិងរៀបចំខ្លួនដើម្បីទទួលនៃប្រពោពីព្រះនៅតាមដែលតុរបស់ព្រះអង្គផងដែរព្រះគឺបានសង្កត់ជំនួសយើងការដែលយើងនៅមនុស្សមានបាបនៅឡើយទៅក្រោយវិញនោះបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទត្រូវបានអត់ទោសហើយសូមថ្វាយសេរីរុងរឿងដល់ព្រះអាមែន The Lord be with you. Lift up your hearts. Let us give thanks to the Lord our God. It is right in a good and joyful thing, always and everywhere,
always and everywhere, to give thanks to you, Father Almighty, Creator of heaven and earth. And so with your people on earth and all the company of heaven, we praise your name and join in their unending hymn. Trong bò sật, ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រាបានប្រកបដោយព្រះពរព្រះវិញ្ញាណរបស់ព្រះអង្គបានចាក់ប្រេងតាំងដើម្បីអធិប្បាយអំពីដំណឹងល្អដល់អ្នកក្រីក្រប្រកាសដោះលែងអ្នកត្រូវជាប់ចំណងហើយមនុស្សខ្វាក់បានមើលឃើញឡើងវិញហើយតាំងសញ្ញាថ្មីជាមួយនឹងយើងដោយសារទឹកនិងព្រះវិញ្ញាណនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់យាងឡើងទៅឋានសួគ៌ទ្រង់មានបានសន្យាថានឹងគង់ជាមួយយើងជានិច្ចដោយសារអំណាចនៃព្រះបន្ទូលនិងព្រះវិញ្ញាណបរិសុទ្ធសនីយប់ដែលទ្រង់ត្រូវបានប្រគល់រូបអង្គទ្រង់ដើម្បីយើងរាល់គ្នាទ្រង់បានលើកនំប៉័ងឡើងអរព្រគុណហើយបានកាច់នំប៉័ងហើយបានចែកទៅឲ្យសិស្សរបស់ទ្រង់ហើយមានព្រះបន្ទូលថាចូលអ្នកយកទៅបរិភោគចុះនេះជារូបកាយរបស់ខ្ញុំត្រូវបានកាច់សម្រាប់អ្នករាល់គ្នាចូលធ្វើកិច្ចនេះហើយរំលឹកដល់ខ្ញុំចុះក្រោយពីបរិភោគរួចហើយទ្រង់បានលើកពេងឡើងអរព្រគុណហើយបានចែកទៅឲ្យសិស្សរបស់ទ្រង់ហើយមានព្រះបន្ទូលថាចូលអ្នករាល់គ្នាផឹកពីពេងនេះចុះនេះជាសញ្ញាថ្មីដែលនៅឈាមខ្ញុំដែលបានចូលចេញសម្រាប់អ្នករាល់គ្នានិងអ្នកឯទៀតជាច្រើនដើម្បីផ្ដាច់បាបចូលធ្វើកិច្ចនេះរាល់ពេលវេលាដែលផឹកហើយរំលឹកដល់ខ្ញុំចុះ And so in remembrance of these your mighty acts in Jesus Christ, we offer ourselves in praise and thanksgiving as a holy and living sacrifice in union with Christ's offering for us as we proclaim the mystery of faith. Christ has died, Christ is risen, Christ will come again. សូមចាក់ព្រះវិញ្ញាណបរិសុទ្ធលើយើងខ្ញុំទាំងអស់គ្នានៅទីនេះដែលជួបគ្នានៅទីនេះនិងលើអំណោយទានជានំប៉័ងនិងទឹកទាំងព្រះបាយជូរទាំងនេះសូមទ្រង់ញាយរបស់ទាំងនេះឲ្យទៅជារូបកាយលោហិតរបស់ព្រះគ្រីស្ទសម្រាប់យើងរាល់គ្នាដែលយើងអាចទៅជារូបកាយរបស់ព្រះគ្រីស្ទសម្រាប់លោកីនេះដែលបានសង្គ្រោះដោយសារព្រះលោហិតទ្រង់តាមព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃទ្រង់ជាមួយនឹងព្រះវិញ្ញាណក្នុងពួកជំនុំនិងបរិសុទ្ធរបស់ទ្រង់គ្រប់ទាំងកិត្តិយសនិងសេរីរុងរឿងជារបស់ផងព្រះបិតាដែលមានฤทธิ์ក្នុងពេលនិងអកលទៅ So mong ôn cứ chó hay mong ôn này rồi trí hay mong rồi sơ không nhiên không mong thì
បងប្អូនក្រោកចូលឡើងច្រៀងដូច្នោះហើយខ្ញុំគ្រាន់តែរំលឹកបងប្អូនថាយើងត្រូវដើរទៅមុខជាមួយនឹងព្រះគ្រឹះជារាល់ពេលក្នុងឆ្នាំនេះខ្ញុំរៀនអីដែលផ្លែដែលបងប្អូននឹងចាំតែស្អីខ្លះសំខាន់ telephone អីទៀត GPS okay so that's សំខាន់ពេលណាយើងមានទាំងពីរគឺថាខ្ញុំជឿបងប្អូនចាប់ហ្វូនទុកចោលដល់យកមកដាក់កប៉ាល់លើខលទៅតាក់ទងគឺញោមណាហើយបើសិនតែបងប្អូនគាត់លើកឡើងនឹកឡើងព្រះអង្គនឹងប្រទានពរប៉ុណ្ណាចឹងហើយសូមមកបន្តឆ្នាំថ្មីនេះហើយខ្ញុំចាំមើលបងប្អូនខ្ញុំសន្យាចាំមើលឆ្នាំនេះហើយឆ្នាំក្រោយបងប្អូននឹងខុសប្លែកយ៉ាងណាអូខេចាំមើលអូខេសូមនេះព្រះអង្គនឹងប្រទានពរបងប្អូនសូមចឹងហើយយើងនឹងរំលឹកពីការដែលបងប្អូនយើងមួយចំនួនបានមកថ្វាយបង្គំព្រះអង្គក៏សូមយើងនឹងទិដ្ឋានជូនក៏ផងដែរសូមឲ្យមានសុខភាពល្អមានកម្លាំងហើយមានជីវិតឱកាសពេលវេលាដើម្បីថ្វាយបង្គំព្រះអង្គជាមួយយើងដែរដើម្បីទទួលពរទាំងអស់គ្នាអញ្ចឹងហើយបងប្អូនហើយការទិដ្ឋានសំខាន់ណាស់យើងមិនត្រូវបំភ្លេចអ្នកណាម្នាក់ឡើយ
tôi chỉ cầm chùm nôm dương cái đó ăn cầm chùm nôm dương cái đó thì mình chui cắtយ៉ាងណាគឺthứ thamពេលណាយើងthứ thamគេឯងដែលជាពពកដែលព្រះបានប្រទានពរឲ្យយើងជាការមួយដែលបើផ្លូវបង្ហាញដល់គេទាំងអស់គ្នាចឹងហើយសូមឲ្យបងប្អូនទាំងអស់គ្នានឹកចាំតែសូមបងប្អូនស្រួលចិត្តជាមួយខ្ញុំផងដែរអបអរម្ចាស់ព្រះយេស៊ូវគ្រីស្ទគុណសូមអរគុណទ្រង់ដែលស្ដីស្រឡាញ់មេត្តាករុណារបស់ទ្រង់ដល់កូនទាំងអស់គ្នាថ្ងៃនេះយើងបានជួបជុំគ្នានឹងបរិភោគអាហារដ៏ឆ្ងាញ់ល្អហើយជាប្រពោនៃព្រះហើយក៏យើងបានទទួលនៅវិធីលៀងព្រះម្ចាស់នៃទ្រង់សូមព្រះអង្គសម្អាតគ្រប់កាយយើងហើយនឹងបំពេញនៅការបាក់បែកនិងខូចខាតឬក៏ឆ្លោះឆ្លួយកន្លែងណានោះឲ្យបានពេញស្អាតនៅក្នុងព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់ផងដែរសូមឲ្យកូនទាំងអស់គ្នាបានបញ្ញាចិត្តដើរជាមួយទ្រង់នៅក្នុងឆ្នាំថ្មីហើយដើរជាប់ឯកជាមួយទ្រង់នៅក្នុងឆ្នាំថ្មីនេះហើយសូមឲ្យយើងមានក្តីជំនឿកាន់តែច្បាស់កាន់តែមុំមុតខ្លាំងទៀតនៅក្នុងព្រះអង្គផងដែរអញ្ចឹងហើយព្រះអង្គឲ្យសូមព្រះអង្គមេត្តាប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាការពារយើងខ្ញុំទាំងអស់គ្នានិងបងប្អូនមួយចំនួនបានមកក៏សូមព្រះអង្គជូនទេវតារបស់ព្រះអង្គទៅថែរក្សាគេព្យាបាលគេហើយគេមានបញ្ញាយ៉ាងណាសូមព្រះអង្គជួយសម្រួលជីវិតរបស់គេឲ្យបានដើរនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរពេលបន្តិចទៀតយើងកបាយគ្នាក៏សូមអធិដ្ឋានសូមទ្រង់សូមមេត្តាកែថែរក្សាការពារយើងខ្ញុំឲ្យបានត្រង់ទីកន្លែងសុខសាន្តទីបំផុតនៅក្នុងប្រគុណរបស់ទ្រង់ផងដែរគុណអរគុណទ្រង់ហើយក៏សូមលើកថ្វាយក្នុងការទាំងអស់នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមជើញទៅដោយសុខសាន្តក្នុងគុណរបស់ព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែន